ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទាំងអស់គ្នាខ្ញុំឈ្មោះហូហ៊ីមេងហូហើយចំពោះថ្ងៃនេះខ្ញុំសូមនិយាយពី topic create Gmail account អញ្ចឹងជាដំបូងយើងត្រូវចូលទៅកាន់កន្លែង Namecheap របស់យើងសិនហើយបន្តមកទៀតយើងចូលទៅកាន់ hosting list ហើយបន្ទាប់ពីយើងចូលទៅកាន់ hosting list ហើយយើងចូលទៅកាន់cPanelនៅពេលដែលយើងចូលមកដល់កន្លែងផ្ទាំង cPanel ហើយយើងអស់ចូលទៅ Chrome ហើយយើងចុចកន្លែង email account បន្ទាប់មកទៀតយើងចុចពាក្យ create ហើយយើងចាប់ផ្ដើមដាក់ឈ្មោះអញ្ចឹងឥឡូវយើងត្រូវធ្វើការដាក់ឈ្មោះសិនដាក់ឈ្មោះហ៊ុនហើយបន្តមកទៀតយើងធ្វើការដាក់ password ហើយបន្តមកទៀតយើង edit setting កន្លែងនេះយើងចង់ដាក់វាប៉ុណ្ណឹងក៏បានតែខ្ញុំដាក់500ហើយយើងចុច create មកហើយឥឡូវយើងបង្កើត email របស់យើងបានហើយខ្ញុំធ្វើការ copy វាមួយបន្ទាប់ពីយើងបង្កើតបានហើយយើងចូលទៅកាន់កន្លែង Outlook របស់យើងធ្វើការ connect វាមកហើយយើង insert password អញ្ចឹងបន្ទាប់ពីយើង log in ចូល Outlook ហើយឥឡូវយើងធ្វើការ send email អញ្ចឹងយើងចុច new email មកហើយកន្លែងនេះគឺយើងធ្វើការចុចផ្ញើទៅអ្នកគេមិញហ្នឹងខ្ញុំច្រឡំឥឡូវខ្ញុំធ្វើការ send email ម្ដងទៀតអញ្ចឹងយើងចូលទៅ inbox ហើយយើងចុច new email មកឥឡូវយើងធ្វើការផ្ញើទៅកាន់ email របស់ខ្លួនឯងអញ្ចឹងនេះគឺជា email របស់ខ្ញុំហើយកន្លែងនេះគឺ subject យើងចង់ដាក់អីក៏បានដែរហើយយើងធ្វើការសរសេរ hello ហើយយើងចុច send ទៅនេះយើងធ្វើការរងចាំវាបន្តិចឲ្យវាដាក់ហើយឥឡូវធ្វើការ check មើលហើយឥឡូវនេះគឺជា email ដែលយើងបាន send មិញហ្នឹងវាចេញពី hello បែបនេះអញ្ចឹងឥឡូវខ្ញុំធ្វើការ send ទៅកាន់ email មួយទៀតរបស់ខ្ញុំអញ្ចឹងខ្ញុំធ្វើការចុច new email ហើយខ្ញុំផាសឈ្មោះ email របស់ខ្ញុំមិញហ្នឹងហើយយើងធ្វើការដាក់ថា paste ហើយយើងដាក់ hello ទៅដែរមកហើយយើងធ្វើការចុច sendខ្ញុំចូលទៅមើលកន្លែង email យើងវាទទួលបានអត់យើងចូលទៅកន្លែង spam មកនេះយើងទទួលបាន email មិញហ្នឹងតែវាជាប់កន្លែង spam អញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងអរគុណច្រើនលោកគ្រូ